ដោយសារតែមានមតិវិចរណ៍សួរពាក់ព័ន្ធជាមួយស្បែកនេះខ្ញុំច្រើនពេលថ្ងៃនេះខ្ញុំមកចែកទីខ្លះនៅក្នុងការធ្វើបែបណាឲ្យស្បែកយើងភ្លឺ glow ស្អាតក៏ប៉ុន្តែការថែរក្សាស្បែកគឺមិនមែនចាំបាច់ទៅតែសស្អាតទេអ្នកនរគ្នាខ្មៅក៏ស្អាតដែរឲ្យតែអ្នកនរគ្នាបង្កើតថែស្បែកឲ្យ glow ឲ្យស្អាតឲ្យភ្លឺអញ្ចឹងបន្ទាប់ពីការងារហត់នឿយនេះខ្ញុំតែងតែធ្វើការឆ្លៀតកាត់ស្បែក scrub ស្បែកជាមួយនឹងល្មៀតបល័យថ្នាំខ្មែររបស់យើងនឹងហើយ steam ពី10ទៅ15នាទីជារៀងរាល់ថ្ងៃតែម្ដងហើយឥឡូវនេះគឺកាន់តែងាយស្រួលអ្នកទាំងអស់គ្នាពីមុនវិញគឺនេះខ្ញុំតែងតែទៅ steam នៅតាមបណ្ដាកន្លែង steam ផ្សេងៗតែឥឡូវជាក់ស្ដែងគឺខ្ញុំមានភាពងាយស្រួលខ្លាំងមែនទែនព្រោះដោយសារមនុស្សស្រីយើងគឺពិបាកពេលណាដែលយើងជិះ steam នៅខាងក្រៅឥឡូវនេះគឺមាន steam ខ្លួនឯងនៅក្នុងបន្ទប់តែម្ដងបន្ទប់មើលទៅវាជាបន្តិចមែនប៉ុន្តែគឺថាងាយស្រួលមកតែម្នាក់ឯងអ្នកទាំងអស់គ្នាយើងអត់បាច់ទៅពិបាកអីទេហើយនេះខ្ញុំបានជ្រើសរើសជាមួយនឹងនោះទូដំឡើងម៉ាស៊ីន steam ចាអ្នកទាំងអស់គ្នាខ្ញុំនឹងដាក់ page គាត់នៅខាងក្រោយនៅវីដេអូនេះអ្នកទាំងអស់គ្នាអាចចូលមើលបានបើសិនអ្នកទាំងអស់គ្នាចង់ដំឡើងទូ steam ឯងអ្នកទាំងអស់គ្នាអាចទៅគាត់បានអញ្ចឹងបន្ទាប់ពីយើងបាន steam រួចរាល់ហើយនេះខ្ញុំតែងតែជ្រើសរើសយកអុយដើម្បីមកលាបធ្វើការឲ្យសប់ពេញខ្លួននៅលើស្បែករបស់យើងដើម្បីផ្ដល់សំណើមក៏ដូចជាតិ glow បន្ទាប់មកទើបយើងធ្វើការដាក់ lotion តាមក្រោយហើយនេះខ្ញុំមិនអាចប្រើជាតិកាត់ទេហើយស្បែកនេះខ្ញុំផ្ទាល់ហើយធ្វើបែបនេះទៅធ្វើឲ្យស្បែកយើង glow កាន់តែខ្លាំងហើយមានសំណើមតែម្ដងមិនថាបងប្អូនបណ្ឌរីឬក៏បងសុភីបរិយគាត់ចង់សាក់ល្បងប្រើគាត់អាចសាក់ល្បងប្រើបានចាតែធៀបមួយនេះគឺថាធ្វើឲ្យគឺបានផលតែម្ដងហើយអបកម្មជាមួយនឹង lotion ឬក៏ oil អីទេអ្នកនរគ្នាកំពុងតែមានអ្នកនរគ្នាអាចសាកប្រើបានហើយផ្ទៃមុខរបស់នេះខ្ញុំគឺតិចនេះខ្ញុំគ្រាន់តែធ្វើការប្រើប្រាស់ជាមួយនឹង serum ក៏ដូចជា cream បន្តិចបន្តួចតែប៉ុណ្ណោះអញ្ចឹងនេះខ្ញុំ highly recommend ឲ្យហ្មងគឺមនុស្សស្រីយើងគ្រប់រូបហើយគួរតែមានម៉ាស៊ីន steam មួយនៅក្នុងផ្ទះព្រោះដោយសារងាយស្រួលមកយើងប្រតិបត្តិទៅដល់កន្លែងគេកន្លែងព្រោះថាកន្លែងមួយចំនួនគឺគាត់ហាមគាត់តែម្ដងគាត់អត់ប្រើបល័យលំនិតទេគឺប្រឡាក់កសែងប្រឡាក់គេអញ្ចឹងណាអញ្ចឹងអ្នកនរគ្នាគួរតែមានម៉ាស៊ីន steam មួយនៅក្នុងផ្ទះងាយស្រួលពេលដែលយើងជាផ្សេងពេលដែលយើងមកជាប្រចាំខែគឺអ្នកនរគ្នាបន្ទាប់ពីមកគឺយើងអាច steam បានគឺថាល្អមែនតើធ្វើស្បែកយើងភ្លឺថ្លាមកវិញទៀតជួយប្រជាភាពចាស់ទៀតណាអ្នកនរគ្នាអញ្ចឹងកុំភ្លេចណាថាបងប្រាប់ទាំងអស់គ្នាហើយជាសប្រាប់ខ្ញុំជូនតមកមួយគាត់មានសបល់ខ្មៅគឺកុំអន់ចិត្តណាព្រោះដឹងថាសបល់មួយនេះសបល់ថែនហ្នឹងគឺថាពិបាកថែជាងសបល់ដែលគេសទៀត